ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខឹមសានស្រស់សាថ្ងៃខ្ញុំសូមមកធ្វើវីដេអូបង្ហាញអំពីការ remote ពី Gitbase ទៅកាន់ Ubuntu ឥឡូវដំបូងសូម login ចូល Ubuntu សិនឥឡូវខ្ញុំបាន login មកចូល Ubuntu ហើយឥឡូវខ្ញុំសូមសាក pin ទៅខាង Google មួយឥឡូវឃើញថាអ៊ីនធឺណិតវាបានចូលមក Ubuntu ហើយឥឡូវខ្ញុំសូម clear មួយសិនបន្ទាប់មកខ្ញុំសូមវាយ command update sudo update mìnhខ្ញុំវាយ command ខុស sudo apt update ឥឡូវវាបាន update ហើយតមកទៀតវាយ sudo apt install open asa.server ហើយបន្តមកទៀតsudo systemctl starter asa.service តមកយើងឃើញថាវាបាន activate រួចហើយឥឡូវខ្ញុំសូម clear screen សិនតមកខ្ញុំសូមវាយ hostname ហើយតមកយើងត្រូវការយក IP របស់វាដើម្បីមក remote ចូលក្នុង Gitbase ឥឡូវខ្ញុំសូមមកវាយនៅក្នុង Gitbase វិញម្ដងដើម្បី remote ចូលបើយើងសូមវាយ asp1 add 100.8.0.7 តមកយើងវាយទៅលើ password របស់ Ubuntu ឥឡូវវាបានចូលមកដល់ចូលទៅ Ubuntu ហើយខ្ញុំសូមវាយ cd / ទៅមក ls ឥឡូវគឺយើងបានចូលមកដល់ Ubuntu ហើយអញ្ចឹងវីដេអូនៃការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ